Hello សូមស្វាគមន៍មកកាន់ Channel ពេជ្រសម្រាប់រឿងតែមុននឹងចូលដល់សាច់រឿងរបស់យើងadmin ក៏សូមពឹងអ្នកនរគ្នាជួយចុច Subscribe ចុច Like និងចុចចែកសញ្ញាកណ្ដឹងនៅលើវីដេអូរបស់ admin ផងដើម្បីជាការលើកទឹកចិត្តដល់ admin ហើយ admin ក៏សូមពឹងអ្នកនរគ្នាចូលទៅក្នុងក្រុមនេះម្នាក់មួយផងអាច scan ទៅលើ QR code នេះបានដើម្បីទទួលបានដំណឹងថ្មីៗពី admin អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលដល់សាច់រឿងរបស់យើងអ្នកនរគ្នាសាច់រឿងនៅភាគទី21នេះគឺចាប់ផ្ដើមឡើងដែលយើងបានឃើញកប៉ាល់មួយដែលនៅកំពុងតែចតនៅកន្លែងមាត់សមុទ្រហើយគេក៏បានបង្ហាញឃើញពីយន្តជឿជាមួយនឹងឆាស៊ឺកំពុងតែប្រទីងបតុងជាមួយនឹងខ្សែឡើងទៅខាងលើកប៉ាល់នឹងឯងហេតុអីក៏ប្រុសស្អាតដូចជាខ្ញុំនេះជាលើកទី1ក្នុងឆាកជីវិតរបស់ខ្ញុំហើយដែលមកធ្វើរឿងបែបនេះគឺពួកគេទាំងពីរនាក់ហ្នឹងគឺលួចឡើងទៅលើកប៉ាល់នឹងឯងពេលនោះខ្សែភ្នែករបស់យន្តជឿក៏សម្លឹងទៅឃើញអ្វីម្យ៉ាងហើយនោះគឺជាយាកជីជាមួយនឹងប៉ារបស់គេកំពុងតែនិយាយគ្នានៅខាងក្រោមយន្តជឿគ្រាន់តែឃើញអញ្ចឹងភ្លាមក៏ប្រាប់ឲ្យឆាស៊ឺឆាប់អោនចុះទៅឯងឆាប់អោនចុះលឿនឡើងប៉ុន្តែនៅពេលនោះគឺអត់មានអ្នកណាគេបានឃើញទេពេលនោះលោកប៉ារបស់យាកជីក៏បាននិយាយទៅកាន់យាកជីថាលេងជាមួយនឹងនាងជូបៃលូនឹងឲ្យសប្បាយណាចំណែកយាកជីក៏បានឆ្លើយបាទចំណែកសាច់រឿងក៏បានកាត់មកពីអ្នកនេះឡើងមកដល់លើកប៉ាល់ដោយសុវត្ថិភាពអត់មានអ្នកណាបានឃើញពួកគេទេពេលនោះកំពុងដើរសុកគ្រូពេទ្យក៏ប្រាប់ឲ្យឆាស៊ឺឈប់ក៏ធ្វើបែបកំមាត់កុំទាន់អានិយាយហើយរូបភាពកន្លែងខ្ជូតខ្លាំងយន្តជឿក៏បានអើតក្បាលទៅពីលើទៅមើលកម្មចន្ទាខ្លាចមានអ្នកណាឡើងមកក៏ធ្វើសញ្ញាចេញមកដូចខ្លួនឯងអ្នកស៊ើបអង្កេតចឹងរួចក៏បកដៃពីក្រោយមកថាមកនេះមកតាមខ្ញុំសាច់រឿងក៏បានកាត់ឃើញថាពួកគេក៏បានចូលមកដល់ក្នុងបន្ទប់ដោយសុវត្ថិភាពពេលនោះយន្តជឿក៏អង្គុយយកដៃទៅច្រត់ថ្ងាសព្រមទាំងនិយាយថាអូយថ្ងៃក្រោយខ្ញុំនឹងមិនធ្វើរឿងចឹងទៀតទេខ្ញុំនឹងអាចងាប់ឆាប់នេះមិនខានទេចំណែកឆាងស៊ឺក៏បានសួរទៅកាន់យន្តជឿថាចុះយាកជីកំពុងតែនៅខាងលើជាមួយនឹងជូបៃលូមែនទេយន្តជឿក៏បានឆ្លើយថានឹងហើយគឺកំពុងតែជប់លៀងចំណែកឆាងស៊ឺគ្រាន់តែលឺអញ្ចឹងហើយជួញចោមយកទៅម្ដងយន្តជឿក៏បានងើបឈរមកនិយាយជាមួយនឹងឆាងស៊ឺថាលោកនៅចាំនៅនឹងហើយខ្ញុំនឹងទៅរាយការណ៍ប្រាប់យាកជីបន្តិចសិនណាសាច់រឿងគេក៏បានកាត់បង្ហាញឃើញកន្លែងដែលយាកជីកំពុងតែនៅកន្លែងពិធីជប់លៀងក៏ឃើញថាយន្តជឿពេលនោះក៏ដើរមកពីខាងក្រោយរួចក៏ធ្វើសញ្ញាដាក់យាកជីចំណែកយាកជីគ្រាន់តែងាកទៅឃើញហើយក៏ងាកមកនិយាយជាមួយនឹងកញ្ញាជូបៃលូថាបៃលូខ្ញុំឃើញមិត្តភក្តិរបស់ខ្ញុំទៅរាក់ទាក់ជាមួយនឹងគេបន្តិចសិនណាចំណែកសាច់រឿងក៏បានកាត់មកឃើញពួកគេកំពុងតែឈរនិយាយគ្នាពេលនោះយាកជីក៏បានសួរទៅកាន់យន្តជឿថាយ៉ាងម៉េចហើយដំណើរការដែរឬអត់ចំណែកយន្តជឿមើលពេលហ្នឹងជើងគ្នាឡើងញ័រអស់ហើយយាកជីគ្រាន់តែឃើញអញ្ចឹងភ្លាមឈរសើចហះយកតែបដ ாய் ចំណែកយន្តជឿក៏រៀងខឹងដែររួចក៏និយាយថាខ្ញុំនាំគេចូលបន្ទប់របស់ឯងរួចហើយចុះថ្ងៃស្អែកគិតនាំគេទៅមកស៊ឺយ៉ាងម៉េចគ្រាន់តែនិយាយដល់ចំណុចហ្នឹងយាកជីក៏ងាកមើលឆ្វេងមើលស្ដាំចាំស្អែកឡើងខ្ញុំនឹងធ្វើពុតជាអត់ស្រួលខ្លួនហើយចាំពេលមនុស្សចុះពីលើកប៉ាល់អស់ចាំខ្ញុំនាំគេចុះទៅជាមួយចំណែកយន្តជឿក៏និយាយធ្វើមុខឡើងបែបឆ្ងល់ថាធ្វើអញ្ចឹងកើតដែរចំណែកយាកជីក៏និយាយទាំងជឿជាក់ថាមិនសាក់មិននឹងសាច់រឿងក៏គេកាត់ចូលដល់ក្នុងពិធីជប់លៀងក៏ឃើញថាមានគេកំពុងតែរាំរែកសប្បាយនៅទីនោះផងដែររួមមានទាំងការជូនផ្កាកុលាបទៅកាន់មនុស្សស្រីទៀតផងហើយពេលនោះគេក៏បានបង្ហាញឃើញកញ្ញាជូបៃលូនឹងគឺមានផ្កាកុលាបមួយបាច់នៅពីមុខតែម្ដងហើយចំណែកមិត្តភក្តិនៅសងខាងក៏ពិតជាចំណែនទៅកាន់នាងមែនតែនហើយសាច់រឿងភាគទី21នេះក៏បានបញ្ចប់តែ admin នឹងតឲ្យភាគទៀតណាព្រោះសាច់រឿងនេះតិចពេក admin ចូលអារម្មណ៍ fan ណាសាច់រឿងនៅភាគទី22នេះគឺចាប់ផ្ដើមឡើងនៅពេលដែលមិត្តភក្តិរបស់កញ្ញាជូបៃលូនឹងក៏ប្រាប់ទៅកាន់យាកជីថាជួយជូនកញ្ញាលូនឹងទៅបន្ទប់ផងរបៀបថាគេខ្ជិលមើលពីនឹងស្វីតគ្នាសាច់រឿងក៏បានបង្ហាញឃើញពួកគេកំពុងតែដើរជាមួយគ្នាទៅបន្ទប់ពេលនោះកញ្ញាជូបៃលូក៏និយាយទាំងបែបអៀនថាអរគុណលោកហើយចំណែកយាកជីក៏និយាយថាគឺប៉ារបស់ខ្ញុំគាត់ជាអ្នករៀបចំទេពេលនោះយាកជីក៏បានសួរទៅកាន់នាងថាខ្ញុំមិននឹងអាចជូនផ្កាកុលាបទៅនាងទៅពេលនោះអ្នកនាងជូបៃលូក៏ងាកមកនិយាយថាអូអញ្ចឹងបើលោកជាអ្នករៀបចំវិញតើលោកជូនអ្វីមកខ្ញុំទៅយាកជីក៏បាននិយាយទាំងមើលទៅខាងលើថាបែបឆ្ងល់ពេលនោះកញ្ញាជូបៃលូក៏សួរទៅកាន់យាកជីថាលោកប៉ារបស់លោកមួយរយៈនេះឧស្សាហ៍ទៅលេងផ្ទះរបស់ខ្ញុំណាហើយគាត់តែងតែនិយាយសរសើរថាលោកជាមនុស្សល្អនិងរស់រាយទឹកមុខរបស់យាកជីពេលហ្នឹងក៏មើលទៅបែបល្អិះចិត្តរួចក៏និយាយថាគាត់នៅនិយាយអីទៀតអត់តែពេលនោះនាងក៏ស្រាប់តែមកចិត្តយាកជីខ្លាំងមែនតើរួចក៏និយាយថាគាត់បានប្រាប់ទៀតថាលោកជាប្រុសសភាពរៀបសារចំណែកយាកជីគេសភាពរៀបសាររបស់គេមែនរួចក៏ងាកថយក្រោយទាំងបែរមុខចេញតែពេលនោះស្រាប់តែភ្ញាក់ផ្អើលទៅមួយនឹងអ្វីម្យ៉ាងរួចក៏គិតថាមិនក៏គេចេញមកកៅអញ្ចឹងហើយព្រោះតែឃើញឆាងស៊ឺនឹងឯងគឺដឹងចេញមកពីណាទេមកឈរមើលគេស្វិតគ្នាចំណែកទឹកមុខរបស់យាកជីពេលហ្នឹងក៏ឆាប់ត្រឡប់ទៅវិញភ្លាមទៅបើបៃលូដើរទៅមុខតែបន្តិចទៀតនេះច្បាស់ជាឃើញលោកមិនខានទេពេលនោះអ្វីនឹងជាប់អស់ហើយពេលនោះកញ្ញាបៃលូក៏សួរទៅកាន់យាកជីទាំងសោយតិចថាមិនក៏លោកនិយាយហើយអត់មើលមុខខ្ញុំអញ្ចឹង
ខ្លាចខ្ញុំមែនទេមិនខ្លាចកូនឯងទេគឺគ្នាឥឡូវតងាកទៅខាងណោចំណែកអាយជីពេលនោះក៏បដូរស្ថានភាពទាញនាងបែរមុខមកក្រោយវិញរួចគ្នាថាមិននឹងអាចទៅតែស្មានឹងទៅបន្ទប់ធ្វើអីទៅណាធុញងាប់ហើយពួកយើងទៅខាងក្រៅមើលទេសភាពសិនទៅសាច់រឿងក៏បង្ហាញឃើញពេលពួកគេចេញមកខាងក្រៅបើមើលទៅទេសភាពពេលយប់ពិតជាស្រស់ស្អាតមែនទែនពេលនោះកញ្ញាជូបៃលូក៏បានសួរទៅកាន់យជីថាទំនាក់ទំនងលោកនិងលោកពូសាវល្អដែរអត់លោកពូសាវនឹងគឺជាប៉ារបស់យជីនេះដល់គ្នាពេលនោះស្រាប់តែមានអ្វីមួយយ៉ាងចូលទៅភ្នែករបស់យជីចំណែកកញ្ញាបៃលូក៏ឆ្លើយបែបអៀនថាកាលមុនពេលដែលវិនឆាងស៊ឺទៅផ្ទះរបស់ខ្ញុំមិនសូវជាមានភ្ញៀវចេញចូលទេហើយអ្នកណាស្មោះត្រង់អ្នកណាបោកប្រាស់ខ្ញុំមិនអាចនឹងមើលដឹងឡើយពេលនោះយជីក៏បានសួរទៅកាន់នាងថាវិនឆាងស៊ឺពិតជាបាត់ខ្លួនពិតមែនទេនាងក៏បានឆ្លើយទាំងសាច់តិចថាគ្មានអ្នកណាដឹងច្បាស់ទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាគេនឹងត្រឡប់មកវិញចំណែកឯយជីពេលនោះក៏បើកភ្នែកធំចំណែកឯកញ្ញាបៃលូក៏សួរទៅកាន់យជីថានៅដើមឆ្នាំនេះខ្ញុំបានជួបគេនៅឯពិធីសម្ពោធអគារថ្មីរបស់ក្រុមហ៊ុនពួកគេអស្ចារ្យជាងលោកប៉ារបស់ខ្ញុំឆ្ងាយណាស់យជីក៏បានសួរទៅកាន់នាងថាអញ្ចឹងនាងស្រឡាញ់គេមែនទេកូនឯងសួរបែបហ្នឹងគេយល់ច្រឡំថាកូនឯងសួរគេអីផ្សេងលើអីកូនពេលនោះនាងក៏បានឆ្លើយបែបហេថាមិននឹងអាចទៅប៉ុន្តែនិយាយទៅគេក៏មិនអាក្រក់អីដែរពេលនោះយជីក៏បានសួរទៅកាន់នាងទៀតថាតើគេមិនអាក្រក់យ៉ាងម៉េចទៅតើរវាងខ្ញុំជាមួយនឹងគេតើមួយណាល្អជាងពេលនោះអ្នកនាងបៃលូក៏បានគិតក្នុងចិត្តថាហេតុអីមិនក៏ពេលនិយាយពីវិនឆាងស៊ឺគេមើលទៅដូចជាទុនភ្លុននឹងកក់ក្ដៅម្លេះមើលទៅគេល្អខ្លាំងណាស់រួចនាងក៏សើចបន្តិចឡើងមកមុននឹងនិយាយថាលោកនឹងគេមានអីទៅប្រៀបធៀបគ្នាទៅពេលនោះយាជីទៅភ្ញាក់ខ្លួនថាត្រូវហើយហេតុអីខ្ញុំត្រូវទៅយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងគេវាហាក់ដូចជាខ្ញុំនឹងកំពុងតែចៃចង់នាងយ៉ាងអញ្ចឹងវាមែននឹងឯងពេលស្ដាប់ទៅអ្នកអត់ដឹងគេថាខ្លួនឯងពងញ៉ែគេចំណែកមើលទៅកញ្ញាបៃលូក៏ដូចអៀនតិចណាចំណែកជីពេលនោះក៏ខំបកស្រាយថារឿងយប់ដែរហើយមកខ្ញុំជូននាងទៅបន្ទប់វិញណាសាច់រឿងក៏បង្ហាញឃើញពួកគេក៏បានចូលមកដល់ខាងក្នុងវិញហើយរបៀបថាចរិតគេសុភាពបរាគេជូនដំណើរដល់បន្ទប់អីចឹងណាពេលនោះជីក៏បាននិយាយទៅកាន់នាងថារីត្រីសួស្ដីទាំងបើកទ្វារឲ្យនាងផងដែរតែពេលនោះនាងក៏មកឈរខាងមុខជីព្រមទាំងកាន់ដៃអោជីតិចផងនិយាយផងថាមានតែរីត្រីសួស្ដីអត់មាន good night kiss ទេធ្វើឲ្យកូនកំឡោះអត់មានណាឡើងអៀនមុខឡើងក្រហមហើយសាច់រឿងនៅភាគទី21 22របស់យើងក៏បានបញ្ចប់ហើយបើសិនជាមានផលខុសឆ្គងមានសម្លេងតាក់អីត្រង់ណាសូមអធិស្ឋានផងដោយសារតែអេមីនដឹងថាអេមីនសម្លេងតាក់តិចហើយក៏អរគុណអ្នកនរគ្នាពីអេមីនបាយបាយ